ឧទាហរណ៍ថាយើងចង់បានប្តីស្មោះត្រង់ណាដែលមាន honesty ដែលមាន loyalty ហ្នឹងអាតួស្មោះត្រង់នោះស្អីគេគឺជាសច្ចធម៌សច្ចវាចាមិនអញ្ចឹង truthfulness ហ្នឹងចង់បានភក្តីភាពចង់បានពុនអីចង់បានអញ្ចឹងលោតែដឹងថាមានឯណាបើមិនក្តៅឡើយមែនអត់ហ្នឹងតួស្មោះត្រង់ហ្នឹងហើយហ្នឹងតួស្មោះត្រង់ហ្នឹងហើយជាធម៌ម្យ៉ាងហៅថាសច្ចវាចាឬក៏ភាពស្មោះត្រង់ដែលនៅក្នុងទូសិលទី4ធិតពិតធម៌ទាំងអស់ហ្នឹងបើយើងយកមកញែកមកហែកនៅក្នុងជីវិតយើងរឿយទៅយើងដឹងថារាល់ជីវិតយើងនេះអត់អាចអត់ធម៌បានព្រោះតួជីវិតនេះជាតួធម៌ដែរតួបញ្ញខណ្ឌហ្នឹងតួធម៌រូបរាងកាយទាំងមូលហៅថារូបធម៌កាយយើងទាំងមូលតាណាអត់ធម៌ពុកមាត់មតស័យនោះក៏មិនមែនថាអត់ធម៌ដែលជារូបធម៌តួចិត្តវិញ្ញាណរបស់យើងចិត្តខឹងចិត្តស្រឡាញ់ចិត្តស្អប់ចិត្តចំណែនហ្នឹងហៅថានាមធម៌អាហ្នឹងដែលព្រះសម្មាសម្ពុទ្ធសម្ដែងពីរូបធម៌នាមធម៌ហ្នឹងគឺនិយាយពីរូបហើយនឹងកាយចិត្តវិញ្ញាណយ៉ាងណា